มงกุลคือជាសេចក្តីចម្រើនប្រកបដោយសេចក្តីសុខសួស្តីដែលមនុស្សទាំងឡាយទាំងពួងនៅក្នុងលោកតែងតែប្រាថ្នាចង់បានព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងថាមង្គល38ប្រការរួមមាន 1. កិរិយាមិនសេពគប់នៅបុគ្គលពាលទាំងឡាយ 2. កិរិយាសេពគប់នៅបុគ្គលជាបណ្ឌិតទាំងឡាយ 3. កិរិយាបូជាដល់បុគ្គលគួរបូជាទាំងឡាយ 4. កិរិយានៅក្នុងប្រទេសដ៏សមគួរ 5. ភារៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន 6. កិរិយាតម្កល់ខ្លួនដោយប្រពៃ 7. ភារៈនៃបុគ្គលបានស្ដាប់ហើយបានរៀនហើយដោយច្រើន 8. សិលសាស្ត្រសេចក្តីឆ្លៀវឆ្លាតក្នុងហត្ថកម្ម 9. វិន័យដែលបុគ្គលសិក្សាដោយប្រពៃ 10. វាចាដែលបុគ្គលពោលត្រឹមត្រូវ 11. កិរិយាបម្រើនៅមាតា 12. កិរិយាបម្រើនៅបិតា 13. សេចក្តីសង្គ្រោះដល់បុត្រនិងភរិយា 14. ការងារទាំងឡាយដែលមិនច្របូកច្របល់ 15. កិរិយាបរិច្ចាគទាន 16. កិរិយាប្រព្រឹត្តនៅធម៌កុសលកម្មបត្តិ 10 17. សេចក្តីសង្គ្រោះទាំងឡាយដែលមិនមានទោស 18. ការងារទាំងឡាយដែលមិនមានទោស 19. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវាចាកបាប 20. សេចក្តីសង្រួមចាកកិរិយាផឹកនៅគ្រឿងស្រវឹង 21. សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ 22. សេចក្តីគោរពដល់បុគ្គលដែលគួរគោរព 23. កិរិយាប្រព្រឹត្តបន្ទាបខ្លួនឲ្យទន់ភ្លន់ 24. សេចក្តីសន្តោសចំពោះវត្ថុតាមមានតាមបាន 25. កតញ្ញូតាការដឹងនៅគុណដែលបានធ្វើហើយ 26. កិរិយាស្ដាប់នៅធម៌តាមកាល 27. សេចក្តីអត់ធន់ 28. ភាវៈនៃបុគ្គលដែលប្រដៅបានដោយងាយ 29. កិរិយាបានឃើញបានជួបនៅសាមណៈអ្នកស្ងប់រម្ងាប់បាននៅបាបទាំងឡាយ 30. កិរិយាសន្តិនានៅធម៌តាមកាលពេលវេលា 31. កិរិយាព្យាយាមដុតនៅបាបធម៌ក្នុងសន្តាន 32. កិរិយាប្រព្រឹត្តនៅព្រហ្មចរិយធម៌ 33. កិរិយាឃើញនៅអរិយសច្ចធម៌ទាំងឡាយ 34. កិរិយាជាក់ច្បាស់នៅព្រះនិព្វានអរហត្តផល 35. ចិត្តដែលលោកធម៌ពោលត្រូវហើយមិនកំរើកញាប់ញ័រ 36. មិនមានសេចក្តីសោកសៅ 37. ប្រាចាកនៅកិលេសទាំងឡាយទាំងពួង 37. ប្រាចាកនៅកិលេសទាំងឡាយទាំងពួង 38. សភាពនៃចិត្តដែលខ្សែមខ្សានមង្គលទាំង38ប្រការមានន័យថាគឺជាមង្គលដល់ឧត្តមឧត្តមដែលនាំឲ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរនិងមានសុភមង្គលផងដែរមង្គលទាំង38ប្រការសូមចប់តែត្រឹមប៉ុណ្ណេះសូមអនុមោទនា